វ2001ចឹងយើងនឹងឆ្ពោះទៅលើផ្លូវសហព័ន្ធរុស្ស៊ីផ្លូវទៅពលានយន្តហោះចាស់អានេះពលានយន្តហោះអន្តរជាតិចាស់ពោធិ៍ចិនតុងបានពេករលឹមសិចស្រិចទៀតប្រយ័ត្នថែទាំសុខភាពបងប្អូនពិសេសតអូនចង់បងទៅណាអូនបងមិនយកនេះណាស្នេហាចូលរងកាចឹងអ្នកដែលចង់ផ្លូវវាងផ្លូវស្ទះបាទអូយស្ទះកិច្ចណាក៏ស្ទះដែរលោកអើយលោកមកស្មាននេះបាទអ្នកឡើងមកពីខេត្តគឺអ្នកដែលผมធ្លាប់ជិះផ្លូវពេញអត់ស្គាល់ផ្លូវគីឡូកលៀតគឺដឹងតែវេទនាហើយមែនតើពេលខ្លះពេលល្ងាចជិះម៉ូតូល្អជាងជិះឡានតែដោយសារយើងចេញពីធ្វើការអញ្ចឹងយើងនឹងជំរើសថ្ងៃណាមួយយើងមិនមានម៉ូតូជិះហើយយើងខ្ចីឡានគេជិះចឹងស្មានហ្នឹងគឺអញ្ចឹងឯងប៉ុណ្ណឹងនៅកឹកបាទនៅរបៀបគេហៅថាដំណើរអណ្ដើកមិនបានលឿនទេស្ទើយប់ស្ទើភ្លឺទៀតយប់មែនតើនេះនៅយើងស្រត់ទុំ6កន្លះកម្ពុជាម៉ោងនៅក្នុងប្រជាណាចក្រកម្ពុជាម៉ោងនៅភ្នំពេញច្រិចស្ពានអាកាសផ្សារដីហុយជាងមកដល់នេះហើយស្ទះមែនតើតាshare មួយ subscribe follower ta vượt sốt ăn để tì lâu ơi ơn ôi pi bay buôn ram ôi rất là khó khăn lắm nhiều mùi sơnស្ពានណាចឹងគេមើលផុតពីក្រោមស្ពានចូលមកស្ទះទៀតហើយតាមើលក្រៅផងអត់នេះដើមសប្តាហ៍ថ្ងៃច័ន្ទ
4,700 រៀលក្នុង1លីត្រចឹងនេះគឺជានៅលើផ្លូវសហព័ន្ធរុស្ស៊ីMazda តម្លៃ60 $41,999 ដុល្លារ Mazda ចុយពេញជីខ្លះតល់ថាយើងស្ដាប់ដែរច្បាស់ដែរបើដឹងពីរបៀបការបើកបរអ្នកពេញដែរបើចង់ពិបាកបើកមែនទេបើកញ៉ាយដែរគួរសមដែរចឹងបើយើងមិនទុកសិទ្ធិអត្ថិភាពឲ្យគាត់ឲ្យច្រើនយើងទុកសិទ្ធិអត្ថិភាពខ្លួនឯងច្រើនគឺដឹងតែបាទប៉ះហើយជិះមកលើផ្លូវខាងឡានហ្នឹងឯងបាទដូចខាងនេះយើងអូមកទៀតហើយមុខឡានហ្នឹងថ្ងៃនេះដូចមានអារម្មណ៍ថាអត់សូវស្ទះខ្លាំងដូចរដងស្ទះខ្លាំងអត់ដងស្ទះបាក់កិលថ្ងៃនេះមានអារម្មណ៍ថាដូចយើងកាត់បន្ថយស្ទះចូលប្រហែលជា 50% ព្រោះរដងគេបានជិះលឿនចេះទេរដងនៅកើបមួយជិះស្ទះហើយយើងបត់ទៅហើយstop ABA ហើយទៅមកពីស្ទះតាបងប្អូនអ្នកស្នេហាវិស័យជិះលើតាមដងផ្លូវឃ្លាំងឡានបាទប៊ូហ្វេឥឡូវដូរមកឃ្លាំងកន្លែងនោះណាហើយមកអាជីវកម្មមួយចំនួនបើករស់ស៊ីរកប្រាក់ចំណេញមិនគ្រប់ឲ្យនឹងថ្លៃជួលផងបាទចំណេញច្រើនសមរម្យទៅអាចទប់ទល់តែមិនសូវចំណេញហ្នឹងគឺដឹងថាខាតហើយអាជីវកម្មមួយបាទក្ររស់ស៊ី5ឆ្នាំអសងគេខ្លះតឹងរួចផងអាជីវកម្មមុំទៅ2-3ឆ្នាំទៅរកសងគេរួចអាជីវកម្មយើងច្រើនបាទ5ឆ្នាំសងគេរួចអាជីវកម្មយើងធ្ងន់ធ្ងរបាទ10ឆ្នាំដឹងណាណីផងបាទបងប្អូនបាទចាំមិនការរស់ស៊ីមួយគឺបន្ថយច្រើនបើយើងរស់ស៊ីជោគជ័យយើងក៏វាគួរសមយើងវាមិនសូវពិបាកយើងក៏វាអាចថាឆាប់មានបានចឹងទៅបាទរស់ស៊ីត្រូវតែបើរស់ស៊ីខុសបាទពិបាកបងប្អូនចឹងអ្នករស់ស៊ីចេញរស់ស៊ីពេលខ្លះថយមែនទេបាទភាគរយចំណេញហ្នឹងគឺតែ 30% ទេភាគរយដែលខាតគឺរហូតដល់ 70% បាទអ្នកប្រមូលផ្ទះអ្នកបន្ថយអាជីវកម្មក្នុងការរកស៊ីតែបើយើងមិនរកស៊ីយើងទៅធ្វើអីបាទរកនៅ
ធ្វើមិនឃើញរកស៊ីគឺប្រឈមមុខតែបើយើងមិនរកមិនដឹងធ្វើអីអញ្ចឹងគេហៅថាផ្សងសំណាងបាទគ្រាន់បើជាងយកលុយទៅលេងល្បែងគឺ98% បាទគេមេ12% គឺកូនទេបាទអញ្ចឹងបើយើងគិតគេហៅថា probability បាទគឺយើងសង្ឃឹមតិចឱកាសសង្ឃឹមតិចបាទគឺគ្មានផ្លូវជោគជ័យទេពេលថា1លានអ្នកជោគជ័យដោយសារល្បែងបាទមានមួយម្នាក់ឬក៏ពីរនាក់អញ្ចឹងទៅបាទជោគជ័យខ្លះដូចចាក់ឆ្នោតផ្សងសំណាងអញ្ចឹងទៅលេងឆ្នោត1លានអ្នក10លានអ្នកមាន1មាន2អញ្ចឹងទៅតែបើរស់ស៊ី100អ្នកមាន1ឬក៏មាន2ជោគជ័យ10% 20% ជោគជ័យយើងចាត់ទុកថាជាភាគរយខ្ពស់អញ្ចឹងយើងគួរតែមើលគេហៅថាប្រភេទ probability ណាដែលផ្ដល់ភាគរយខ្ពស់យើងគួរតែបន្ថយទៅបាទភាគរយតិចកុំបន្ថយអីនាំតែខាតប្រាក់ឡងចុងទេអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែគិតគូរខ្លួនឯងថាមួយណាដែលគួរតែចំណេញមួយណាដែលមិនសូវចំណេញហើយគិតថាចំណេញហើយភាគរយខ្ពស់សមរម្យហើយយើងគួរតែបន្ថយទៅទោះបីជាបាទភាគរយខាតឬក៏ការរកស៊ីរបស់យើងវាថយបន្ថែមបន្តិចមែនតែយើងរកស៊ីបាទមានខាតមានចំណេញបើដឹងថារបរហ្នឹងវាភាគរយខ្ពស់ដឹងតែខាតក៏កុំអីយើងគួរតែសិក្សាស្វែងយល់សិក្សាឲ្យបានច្រើនពីការរកស៊ីអញ្ចឹងពីថារកស៊ីវាមិនស្រួលទេបងប្អូនអញ្ចឹងយើងនិយាយឲ្យនិយាយទៀតអាជីវកម្មណាដែលអាចផ្ដល់ភាគរយឈ្នះយើងគួរតែគិតគូរទៅតែបើអាជីវកម្មណាដែលវាមិនផ្ដល់ភាគរយឈ្នះទេយើងគួរតែកុំដើម្បីកុំឲ្យខាតបង់ធនធានចយបងកាច់បានឡានប៉ុណ្ណឹងទៅប៉ុណ្ណានៅប្រឹងបាត់មកនេះតោនោះផឹងរោទេឡានធំមើលឃើញចឹងថ្នាក់មែនតើទៅដងផ្លូវបើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់ទេគឺដឹងតែវិវត្តធំហើយចឹងឥឡូវក៏ដល់ផ្ទះហើយចឹងគិតថារបស់យើងគឺនិយាយពីធ្វើដំណើរលើដងផ្លូវចឹងឥឡូវយើងក៏មកដល់ផ្ទះដោយសុវត្ថិភាពទីបាទចឹងនៅក្នុងបរិយានេះគឺសុវត្ថិភាពខ្ពស់មានតែបច្រកចេញទេបាទចេញចូលច្រកតែមួយមានពីរច្រកឡើយចឹងសុវត្ថិភាពអ្នកនៅក្នុងបរិយាគឺសុវត្ថិភាពខ្ពស់ពុំសូវមានហានិភ័យច្រើនទេអូខេបាយបាយ see you